ប្រសិនបើអ្នកកំពុងតែរស់នៅក្នុងប្រទេសកម្ពុជាអ្នកត្រូវតែដឹងអំពីជំនឿមួយចំនួនរបស់ពួកគេដូចគ្នាព្រោះវាអាចជួយឲ្យអ្នកយល់កាន់តែច្បាស់អំពីអាកប្បកិរិយាខ្លះៗរបស់ពួកគេហើយតទៅនេះគឺជាជំនឿទាំង10ដែលប្រជាជនខ្មែរតែងតែជឿជាក់ហើយធ្វើជាញឹកញាប់ផងដែរទី1ដូនតាដែលស្លាប់ទៅអាចពិសាអាហារបានដូចជានៅក្នុងប្រទេសអាស៊ីឯទៀតដែរប្រទេសកម្ពុជាគោរពខ្លាំងណាស់ទៅលើព្រលឹងដូនតាដែលបានស្លាប់ទៅជាពិសេសដូចជាធ្វើបុណ្យនៅក្នុងបុណ្យភ្ជុំបិណ្ឌប៉ុន្តែអ្វីដែលសំខាន់បំផុតគឺអាហារដែលពួកគេបានឧទ្ទិសទៅកាន់ដូនតារបស់ពួកគេវិញទេដែលពួកគេជឿថាវិញ្ញាណឬក៏ព្រលឹងក៏ចេះឃ្លានដែរហេតុនេះទើបអ្នកឧស្សាហ៍បានឃើញពួកគេសែនម្ហូបអាហារនៅតាមជំនាងផ្ទះព្រះភូមិឬនៅតាមមុខក្តារមឈូសទៀតផងទី2អ្នកស្លាប់ខ្លះមិនដឹងថាខ្លួនឯងស្លាប់នោះទេជនជាតិខ្មែរមួយចំនួនជឿថាមនុស្សស្លាប់ខ្លះអាចមិនដឹងថាខ្លួនឯងស្លាប់នោះទេដោយមូលហេតុមួយចំនួនប្រជាជនខ្មែរបានជឿថាអ្នកស្លាប់មិនបានដឹងថាខ្លួនឯងបានចាកចេញពីពិភពមួយនេះឡើយដោយសារតែពួកគេនៅមានរឿងមិនដាច់អាល័យជាច្រើនទើបមិនអាចលះបង់ពួកវាចោលបានហើយក៏ត្រឡប់មករស់នៅដូចធម្មតាឬពេលខ្លះដល់ថ្នាក់អាចបន្លាចដល់អ្នកដទៃទៀតផងទី3មិនញ៉ាំត្រីដំរីប្រជាជនខ្មែរមួយចំនួនបានជឿទៅលើរឿងមួយថាមានបុរសម្នាក់បានសម្លាប់ប្រពន្ធរបស់ខ្លួនហើយបោះសាកសពរបស់នាងចូលក្នុងទឹកទន្លេហើយនាងក៏ប្រែកាយទៅជាត្រីដំរីហើយបើសិនជាញ៉ាំត្រីនោះអ្នកនឹងជាប់បណ្ដាសាទី4សូមម្ចាស់ទឹកម្ចាស់ដីកាលណាដែលចង់សាងសង់ផ្ទះអ្នកត្រូវសូមម្ចាស់ទឹកម្ចាស់ដីសិនព្រោះប្រជាជនខ្មែរជឿថាវិញ្ញាណមានគ្រប់ទីកន្លែងហើយសម្រាប់ផ្ទះថ្មីដែលទើបតែធ្វើរួចអ្នកត្រូវតែធ្វើពិធីប្រកាសដល់វិញ្ញាណទាំងនោះសិនដោយពិធីនោះមានរៀបចំសែនអាហារធូបនិងទឹកមន្តទី5វិញ្ញាណអាក្រក់ស្គាល់យើងតាមរយៈឈ្មោះរបស់យើងអ្នកម៉ាក់ជនជាតិខ្មែរខ្លះមិនព្រមដាក់ឈ្មោះដល់កូនតូចភ្លាមនោះទេដោយខ្លាចថាវិញ្ញាណអាក្រក់នឹងបានឮឈ្មោះនោះហើយអាចមករំខានកូនរបស់ខ្លួនបានសម្រាប់ប្រជាជនខ្មែរពួកគេក៏អាចដូរឈ្មោះរបស់ខ្លួនចេញបើវានាំសំណាងមិនល្អដល់គេឬគ្រួសាររបស់ពួកគេការធ្វើបែបនេះនឹងជួយបង្វែរដានវិញ្ញាណអាក្រក់នៅពេលដែលពួកវាហៅឈ្មោះរបស់យើងនៅពេលដែលគ្មានអ្នកណាតបវានឹងទៅវិញទី6រាប់សំឡេងតុកែបើសិនជាអ្នករស់នៅប្រទេសកម្ពុជាអ្នកនឹងឧស្សាហ៍ឮសូរសំឡេងតុកែស្រែកយំវត្តមានសត្វតុកែនៅផ្ទះគឺជាសំណាងល្អហើយមនុស្សស្រីដែលមិនទាន់បានរៀបការនឹងរាប់សំឡេងតុកែនោះដើម្បីដឹងពីដៃគូទៅថ្ងៃអនាគតរបស់ពួកគេសម្រាប់សំឡេងតុកែទី1គឺគេរាប់ថានៅលីវនិងសំឡេងតុកែទី2មេម៉ាយហើយសំឡេងចុងក្រោយនឹងបង្ហាញថាគេនឹងរៀបការជាមួយអ្នកនៅលីវឬមេម៉ាយទី7កុំត្រឡប់ត្រីនៅពេលដែលអ្នកញ៉ាំត្រីធំអ្នកនឹងញ៉ាំផ្នែកខាងលើរបស់ត្រីនៅពេលញ៉ាំផ្នែកខាងលើនោះអស់អ្នកនឹងត្រឡប់ទៅផ្នែកម្ខាងទៀតនៃត្រីដើម្បីញ៉ាំប៉ុន្តែសូមកុំធ្វើបែបនោះឲ្យសោះព្រោះប្រជាជនខ្មែរជឿថាការត្រឡប់ត្រីនោះនឹងធ្វើឲ្យទូកដែលអ្នកស្ទូចត្រីនោះលិចដែរទី8សាក់គឺជាការការពារភាគច្រើនអ្នកដែលសាក់នៅប្រទេសកម្ពុជាគឺសាក់ដើម្បីការពារជាពិសេសបុរសដែលបានចូលប្រឡូកនៅក្នុងសង្គ្រាមដូចជាប៉ូលីសទាហានឬក៏ផ្សេងទៀតដែលធ្វើការសាក់នៅអ្វីដែលមានន័យឬរូបសម្រាប់ការពារទៅលើស្បែករបស់ពួកគេដូចជានៅត្រង់ដើមទ្រូងលើខ្នងគឺដើម្បីការពារគ្រាប់ឬកាំបិតទី9មុនកថាកថាគឺជាភាសាបាលីដែលប្រើអក្សរខ្មែរកថាត្រូវបានរៀបចំឡើងដោយមនុស្សដែលអស្ចារ្យអាចជាព្រះសង្ឃឬក៏លោកអាចារ្យវាប្រើសម្រាប់ការពារដូចជាសាក់ដែរអ្នកខ្លះអាចប្រើទាំងសាក់និងមុនកថាក្នុងពេលតែមួយ
និងចុងក្រោយទី10ផ្សេងទៀតមានជំនឿជាច្រើនទៀតដូចជាការដែលអ្នកច្រៀងនៅពេលកំពុងធ្វើម្ហូបអ្នកនឹងរៀបការជាមួយនឹងមេម៉ាយឬពោះម៉ាយឬមិនអីចឹងទេបើសិនជាមិត្តរបស់អ្នកហិតផ្កាតែមួយជាមួយនឹងអ្នកនិងមិត្តរបស់អ្នកនឹងមានដៃគូរួមគ្នាហើយវីដេអូបន្ទាប់យើងខ្ញុំនឹងលើកយកអត្ថបទមួយដែលមានចំណងជើងថាខ្មោចវាយក្បាលសូមអរគុណ